សួស្តីបងប្អូនទាំងអស់គ្នានេះជាមេរៀនវិជ្ជាករអង់គ្លេសសម្រាប់ខ្មែរដើម្បីជាការចាប់ផ្ដើមដំបូងបងប្អូនហ្នឹងគឺថាខ្ញុំសូមធ្វើការណែនាំបន្តិចខ្ញុំបាទឈ្មោះសុខុមគឺឈ្មោះហៅក្រៅភាគច្រើនគេហៅឈ្មោះខ្ញុំថាសុខុមខ្លះគេហៅខ្ញុំថាឈ្មោះឈុនខ្ញុំបាទមានដើមកំណើតនៅស្រុកខ្មែរបានកើតនៅស្រុកខ្មែរតាំងពីទូចមកពីក្មេងហើយឆ្លងកាត់នៅខាចំនួនពលពតពីទូចមកហើយក៏បានជំនះទៅនៅស្រុកថៃក្នុងការរយៈពេលនៅជំនួសនៅជំរំជនភៀសស្រុកថៃហ្នឹងតាំងពីឆ្នាំ1983រហូតដល់84ដូច្នេះក្នុងជំរំថៃនោះខ្ញុំបានរៀនសូត្រនៅភាសាអង់គ្លេសហ្នឹងគេថាភាគច្រើនគឺរៀនដោយរៀនខ្លួនឯងមានន័យថាការរៀនសូត្រនៅនោះគឺយើងអត់មានលុយបង់ឲ្យគេដូច្នេះយើងរៀននៅខាងក្រៅសាលាហើយក៏ឆ្លៀតពេលខំក្រេបបញ្ជក់នៅភាសារបស់គេដូច្នេះនៅក្នុងជំរំនោះបើយើងអត់មានលុយបង់ឲ្យគេយើងមិនអាចចូលរៀនក្នុងសាលាទេយើងត្រូវដើររៀនពីក្រៅគេហៅ outsider មានន័យថាយើងរៀនខាងក្រៅសាលាបើកមើលតាមពូជគេទៅអញ្ចឹងណាហើយក៏ខំរៀនដោយខ្លួនឯងដូច្នេះក្នុងការរយៈពេលនោះការរៀនភាសានោះគេថាมันដូចជំនាន់ឥឡូវគេថាស្រួលជំនាន់នោះគេថាយើងអត់មានជនជាតិគេមកកម្រមានអ្នកណានិយាយភាសាខ្មែរភាសាអង់គ្លេសណាដូច្នេះក្នុងរយៈពេលរៀនហ្នឹងគេថាក៏ខំឲ្យតែឃើញជនជាតិអាមេរិកជនជាតិណាមកជាមួយពេលខ្លួនហ្នឹងក៏តាមខំនិយាយជាមួយគេស្ដាប់គេដើម្បីរៀនភាសាហ្នឹងឲ្យបានលឿនដោយជាការនិយាយថាការរៀនហ្នឹងគេថាដោយសារយើងធ្វើការខិតខំគេថាក្នុងរយៈពេលជាង1ឆ្នាំក៏អាចមានសមត្ថភាពនឹងបើកសាលាណាបើកសាលារៀនបង្ហាត់គេខ្លះដើម្បីយកថវិកាខ្លះដើម្បីគ្រប់គ្រងខ្លួនឯងហើយក៏បានធ្វើការឲ្យទូតជនជាតិបរទេសនៅតាមជំរំនឹងបកប្រែផងហើយរយៈពេលនោះក៏ថារៀនភាសាខ្មែរផងភាសាខ្មែរនិយាយចំអត់បើបានរៀនទេបានរៀនដល់ថ្នាក់បាន3ឆ្នាំគត់នៅស្រុកខ្មែរយើងនៅក្មេងណាប៉ុន្តែដោយសារភាសាខ្មែរសេះសល់ដោយសារខំនៅតាមជំរំហ្នឹងរៀនខំមើលអក្សរខ្មែរអីផងទៅក៏អាចរហូតដល់ឥឡូវគេថានៅចាំមិនអាចភ្លេចនៅភាសាខ្មែរហើយនិយាយក៏មិនអាចភ្លេចបានដែរតាំងពីរយៈពេលនោះមកក៏ខ្ញុំបានមកនៅរស់នៅក្នុងសហរដ្ឋអាមេរិកតាំងពីឆ្នាំខាងចុងឆ្នាំ1985តាំងពីនោះមកដូច្នេះការរៀនសូត្រភាសាខ្មែរគឺអត់បានរៀនដូច្នេះសូមទោសបើសិនជាការនិយាយស្ដីនៃភាសាខ្មែរមានការខុសឆ្គងអីហើយនិយាយពីជីវប្រវត្តិខ្ញុំបន្តិចខ្ញុំបានធ្វើការនិយាយទៅអាជីពឬក៏ការរបររកស៊ីវិញនេះគឺធ្វើខាង IT information system ផ្នែកខាង computer internet អីទាំងអស់ខ្ញុំបានធ្វើការហ្នឹងរយៈពេលតាំងពីឆ្នាំ1997រហូតមកដល់បច្ចុប្បន្នហ្នឹងគឺធ្វើការឲ្យក្រុមហ៊ុនធំពិសេសផ្នែកខាងបច្ចេកទេសផ្នែកខាងinternet computer networking អញ្ចឹងណាហើយពេលមកដល់សហរដ្ឋអាមេរិកហ្នឹងខ្ញុំក៏បាននិយាយចំនៅស្រុកខ្មែរបានរៀនបាន3ថ្នាក់ប៉ុន្តែមកចូលដល់សហរដ្ឋអាមេរិកនោះក៏យើងធ្វើការបដៅខំរៀនបដៅក៏បានចូលនៅសាកលមហាវិទ្យាល័យបានដូច្នេះកាលណាយើងមកដល់ស្រុកគេថាទី1យើងត្រូវយកឆ្លៀតឱកាសព្រោះសហរដ្ឋអាមេរិកគឺជាប្រទេសមួយតែមានឱកាសឲ្យយើងច្រើនដូច្នេះក៏ខ្ញុំបាទក៏ខំនិយាយចំទៅបើផ្នែកខាងរៀនភាសាបកកាយចាំណាប៉ុន្តែខ្ញុំក៏ការជ្រើសរើសមិនបាទចំបើរៀនយកភាសាក៏អាចរៀនបានច្រើនប៉ុន្តែក៏ផ្លាស់ប្ដូរគំនិតចូលចិត្តផ្នែកខាងបច្ចេកទេសវិញក៏បានចូលរៀននៅសាកលមហាវិទ្យាល័យនៅ Massachusetts នៅទីក្រុង Massachusetts ហ្នឹងយកបាន degree
ផ្នែកខាង computer science វិទ្យាសាស្ត្រផ្នែកខាង computer ហើយនិងខាង information systems ផ្នែកខាងហើយក៏ចំពោះខ្ញុំបាទគេថាគឺចូលចិត្តផ្នែកខាងបច្ចេកទេសហើយចូលចិត្តរៀនចូលចិត្តមើលសភៅចូលចិត្តមើលព័ត៌មានពេលវេលាជាដែលមានសេសសល់ពីការធ្វើការក្តីសៅទឹកក្តីក៏ចូលចិត្តខាងរៀនហើយក៏អាចទៅប្រឡងយកបានផ្នែកខាង engineering ផ្នែកខាង certification ហ្នឹងចែកជាជាង10 certificate អញ្ចឹងណាតាំងពីនោះមកយើងចាប់ផ្ដើមពីមួយក៏បដូរផ្ដាល់ផ្នែកខាងដើម្បីឲ្យវិជាយើងកាន់ទៅមុខយើងត្រូវមិនអាចឈប់តម្លឹងទេណែដើម្បីឲ្យកុំឲ្យនិយាយច្រើនពេកគេថាបងប្អូនប្រហែលជាមានសំណួរសួរចុះបើវិជាផ្នែកខាង computer មិនក៏ប្រហាត់អង់គ្លេសវិញខ្ញុំឆ្លើយថាដូចខ្ញុំបានជម្រាបជូនប្រាប់ពីមុនមកគឺថាពីខ្ញុំបានរៀនបានប្រហែលជាមួយឆ្នាំជាងអញ្ចឹងណានៅជំរាបខ្លួនហ្នឹងដោយសារនោះដែរពេលនោះគឺថាខ្ញុំយើងអាចនិយាយថាមានដងផ្នែកខាងប្រហាត់ដូច្នេះក៏ធ្លាប់បានធ្វើការឆ្លងកាត់ប្រហាត់ភាសាអង់គ្លេសជាពិសេសផ្នែកខាង grammar ហ្នឹងគឺថាដូចថាមានដងខាងប្រហាត់ផងរៀនខ្លួនឯងបានលឿនហើយក៏មានដងក្នុងការប្រហាត់ផងក៏អាចជាជំនួយមួយដូច្នេះខ្ញុំអាចយកការដកពិសោធន៍ហ្នឹងចូលមកបង្ហាត់ហើយម្យ៉ាងទៀតក្នុងកាលណាយើងរៀននៅសហរដ្ឋអាមេរិកបើសិនជាយើងរៀនបាន higher education ផ្នែកខាង degree ហ្នឹងហ្នឹងក៏គេប្រហាត់នៅភាសាផ្នែកខាងអង់គ្លេសជាន់ខ្ពស់អញ្ចឹងណាដូច្នេះការបង្ហាត់ភាសាអង់គ្លេសដូចជាមិនមានបញ្ហាប្រហែលទេព្រោះអីកាលណាយើងរៀននៅផ្នែករៀនបានរៀននៅក្នុងសាលាជាន់ខ្ពស់ University គេប្រហាត់អង់គ្លេសដែរផ្នែកខាងគេហៅថា English composition ហើយនឹងផ្នែកខាង English literature ហើយនឹងទាំងអស់ហ្នឹងគេថាបើយើងយកចិត្តទុកដាក់គឺអាចមានសមត្ថភាពនឹងបង្ហាត់នៅភាសាអង់គ្លេសក្តីនិងបង្ហាត់ផ្នែកខាងវិទ្យាករក្តីដូច្នេះកុំឲ្យធ្វើការកុំឲ្យខ្ញុំបាទនិយាយច្រើនពេកយើងក៏បន្តទៅមុខទៀតក្នុងការបង្ហាត់របស់ខ្ញុំគេថាខ្ញុំនឹងបង្ហាត់ឲ្យបានច្រើនខ្ញុំបំបែកក្នុងការមេរៀនហ្នឹងចេញជាយើងចង់ជា level ជា4 level ប៉ុន្តែដែលមើលសញ្ញាផ្កាយនេះដែលខ្ញុំដាក់ហ្នឹងគឺមានន័យថាដែលបងប្អូនកំពុងរៀនហ្នឹងគឺថា basic ចែកចេញជា4 level ជាកម្រិត4ណាដូចជា basic ហ្នឹងជាការចាប់ផ្ដើមប៉ុន្តែមិនមានន័យថា basic ហ្នឹងយើងមិនចាស់សោះទេ basic ហ្នឹងគឺត្រូវការក្នុងការរៀន basic ហ្នឹងដូច្នេះដោយសារយើងរៀនវិទ្យាករមុននឹងរៀនវិទ្យាករខ្ញុំសង្ឃឹមថាគឺថាការសេចក្តីត្រូវការក្នុងការឲ្យចែកដឹងខ្លះហ្នឹងគឺធ្វើការសន្មតថាបងប្អូនអ្នកខ្លះចេះនិយាយធ្លាប់ធ្វើការចូលរៀនបាន1ឆ្នាំ2ឆ្នាំក្តីក៏អាចចូលក្នុង basic ហ្នឹងបានឬក៏ឲ្យចេះខ្លះចេះអានខ្លះមិនមែនអត់ចេះសោះទេដូច្នេះអ្នកខ្លះចេះនិយាយច្រើនចេះសរសេរច្រើនប៉ុន្តែចេះនិយាយច្រើនធ្វើការបានច្រើនប៉ុន្តែមិនយកចិត្តទុកដាក់ក្នុងផ្នែកខាងរៀនវិទ្យាករដូច្នេះក៏អាច fit ណាក៏អាចយកខាង basic ហ្នឹងបានហើយ intermediate ហ្នឹងគឺមានថាមក level មួយទៀតកម្រិតជាន់មួយទៀតគឺអាចពង្រីកនៅចំណេះចេះដឹងរបស់យើងផ្នែកខាងវិទ្យាករហ្នឹង upper intermediate គឺថាមកកម្រិតមួយទៀតហើយចូលដល់ advance មានន័យថាយើងអាចយកភាគច្រើនយើងអាចប្រើការបានដូច្នេះក្នុង 4 level ទៅ level ទាំង4មិនមានន័យថាយើងរៀនចប់អស់ទេសូម្បីខ្ញុំបាទក៏មិនអាចចេះអស់នៅភាសាផ្នែកខាងវិទ្យាករប៉ុណ្ណោះប៉ុន្តែយើងអាចមានសមត្ថភាពនឹងការធ្វើការស្រាវជ្រាវទៅមុខទៀតនឹងរៀនទៅមុខទៀតឬក៏អាចយកធ្វើការប្រើបានក្នុងពេលបច្ចុប្បន្ននេះដូច្នេះសង្ឃឹមថាអាចជួយបាននេះជាការដោយសារខ្ញុំបាទមានការបទពិសោធន៍ក្នុងការរៀននៅភាសាអង់គ្លេសដោយខ្ញុំបានជម្រាបជូនប្រាប់ខ្ញុំរៀនបានតែ1ឆ្នាំជាងគត់ហេតុអីបានខ្ញុំបាទអាចប្រហាត់ទីបាននៅតាមជ្រុំទី1ក្នុងជ្រុំជនពីខ្លួនឲ្យតែយើងចេះខ្លះណាយើងមានសមត្ថភាពយើងចេះខ្លះមើលទៅអាចទៅវុតអ្នកណាក៏អាចបើកសាលាបានដែរដូចខ្ញុំបាទបានជម្រាបប្រាប់ខ្ញុំមិនបានរៀននៅក្នុងសាលាបាទប៉ុន្តែការរៀនoutsideនៅក្រៅសាលាហ្នឹងគឺជួយច្រើនទី1យើងអត់មានបានប៉ុន្តែយើងមើលដើរពីសាលាមួយទៅសាលាមួយណាហើយឆ្នេះជាងមួយថ្ងៃគឺគិតតែខំរៀនហ្នឹងដូច្នេះការរៀន effective គេថា effective English learn មានន័យថាយើងរៀនឲ្យបានមានលទ្ធភាពល្អលទ្ធផលល្អខ្ញុំសូមជំរាបថារៀន
ដែលខ្ញុំមានន័យថា don't memorize but write អញ្ចឹងមានន័យថាអ្នកខ្លះភាគច្រើនយើងរៀនទិញកោបអញ្ចឹងប៉ុន្តែយោងទៅតាមការបកពិសោធន៍របស់ខ្ញុំបើចង់ឲ្យរៀនបានឲ្យឲ្យចាំណាឲ្យបានឲ្យលះចាំហើយរៀនបានច្រើនគឺមានន័យថាឥឡូវខ្ញុំចង់ឲ្យបងប្អូនធ្វើការបកពិសោធន៍ហើយតាម contact របស់ខ្ញុំនៅតាម YouTube ហ្នឹងឲ្យលទ្ធផលរបស់ខ្ញុំទី1ការចាប់ផ្ដើមដំបូងគឺថាយករៀននិងទិញឲ្យបាន5ទៅ10ពាក្យប៉ុន្តែនៅតាមចំណុចទីខ្លួនខ្ញុំទិញពីមានន័យថាខ្ញុំអាចចាំពាក្យពី30ទៅ60ពាក្យក្នុងមួយថ្ងៃបងប្អូនប្រហែលជាមិនជឿប៉ុន្តែគឺអាចមានលទ្ធភាពទៅបានទី1ពាក្យណាដែលយើងបើកមើលថាចង់ឲ្យចាំគឺថាយោបល់របស់ខ្ញុំក៏ការឲ្យយោបល់របស់ខ្ញុំគេថាយកមកទៅសេមកពាក្យណានេះរៀនយើងបកប្រែមកជាភាសាខ្មែរអីចឹងយើងសេតែនឹងសេពាក្យណាមួយឥឡូវទៅពាក្យថា memorize មួយទៅសេឬ effective មួយទៅសេតែណាហើយបដោតក្នុងចិត្តថាពាក្យហ្នឹងវាបកប្រែថាម៉េចណាទៅសេតែនឹងសេឲ្យបាន10ដងហើយខ្ញុំជឿថាបងប្អូននឹងចាំលឿនមែនទែននេះហើយដែលមានន័យថាមិនបាច់ចាំទន្ទិញទៅសេមកសេឲ្យបដោតក្នុងចិត្តហើយទៅសេហើយការទៅសេហ្នឹងមានផលប្រយោជន៍ច្រើនយ៉ាងទី1យើងចាំទី2យើងដឹងរបៀបបកប្រែទី2ទី3យើងចេះ spelling ទៀតអញ្ចឹងដូច្នេះកាលណាយើង memorize យើងនិយាយកោកដែរជាងកោវាអត់ចាំទេភាគច្រើនអត់ចាំទេដូច្នេះទៅសេឲ្យលឿនដូច្នេះសូមបងធ្វើតាមដែលខ្ញុំបានឲ្យយោបល់ហើយចំណុចមួយទៀតគឺថា identify recognize and analyze របៀបខ្ញុំមកយោបល់មានន័យថាកាលណាយើងរៀនដូច្នេះក្នុងការរៀនគឺរៀនផ្នែកខាងវិទ្យាករណ៍ដូច្នេះយើងរៀនដែលខ្ញុំមានន័យថា identify មានន័យថាឲ្យធ្វើការកត់សម្គាល់ណាធ្វើការកត់សម្គាល់ឲ្យហើយឲ្យមានការចាំហើយ analyze មានន័យធ្វើការវែកញែកហើយពេលរៀនវែកញែកហើយទៀត repetition មានន័យថាតែរៀនតែធ្វើតែឡើយដូច្នេះការតែមានន័យថាឥឡូវឧទាហរណ៍មួយហេតុអីបានគេបង្ហាត់ monkey ណាហេតុអីគេបានបង្ហាត់សត្វស្វានឹងឲ្យវាជាដើមអង្គុយអីដូច្នេះយើង human យើងជាមនុស្សគេថាយើងអាចធ្វើបានអ្វីដែលយើងធ្វើតែទោះបីជាខួរក្បាលយើងមិនល្អយ៉ាងណាក៏ដោយឲ្យតែយើងធ្វើតែគឺអាចចាំដូច្នេះមានន័យថាការរៀនគឺរៀនដើម្បីឲ្យមានលទ្ធផលល្អគឺយកទៅតាមការ repetition ណាតែហើយបន្ទាប់មកទៀតគឺហៅថា build foundation មានន័យថាពេលបងប្អូនរៀន watch video នេះតែ training ណាយើងត្រូវថា foundation base ហ្នឹងមានន័យថាយើងត្រូវមានខ្មែរយើងគេហៅចាក់គ្រឹះដូច្នេះយើងមិនអាចចាប់អានេះតិចចាប់អានោះដូច្នេះពេលបងប្អូន watch video watch ពីមួយទៅមួយគេថាយើងកាលណាយើងមានចាក់គ្រឹះបានគេថាយើងអាចទៅមុខហើយណាដូចថាដូចមិនបាច់ណាទេជាផលល្អក្តីផលអាក្រក់ក្តីដូចអ្នកផឹកស្រាអញ្ចឹងអ្នកផឹកស្រាដំបូងផឹកតិចយូរទៅកាលណាផឹកស្រាមានដល់យូរទៅយើងក៏និយាយពីយកខាងផឹកស្រាខ្ញុំនិយាយយើងផ្នែកខាងរៀនវិញដូច្នេះបើសិនជារៀនមានលទ្ធផលល្អមាន base មានគ្រឹះហើយល្អហើយវាអាចជាការញៀនមួយធ្វើឲ្យយើងមានចិត្តចង់រៀនបន្ថែមទៅទៀតដូច្នេះបើយើងចាប់ពីនេះបន្តិចនោះបន្តិចដូច្នេះភាសាអង់គ្លេសគេហៅថា get lost មានតែយើងមិនដឹងថាចាប់ណាមួយចាប់អានេះចាប់ខុសចាប់អានោះខុសអញ្ចឹងមកថាយើងរៀនឲ្យមានក្បាលពីកន្ទុយកាលណាយើងមាន base ហើយយើងអាចទៅមុខបានហើយម្យ៉ាងទៀតការរៀនភាសា grammar ក្តីផ្នែកខាង pronunciation ស្ដីសំខាន់ផុតសម័យឥឡូវគេថាគឺស្រួលជាងពីដើមឆ្ងាយពីដើមវាចង់រៀនផ្នែកខាង pronunciation ហ្នឹងជាពិសេសបើយើងរៀនពីជនជាតិខ្មែរយើងមិនអាចថាវាយតម្លៃនៅជនជាតិខ្មែរយ៉ាងដូចតែគ្រូមានចាយ៉ាងគ្រូខ្លះគាត់គ្រាន់តែចេះបានមុំតបសំទៅគាត់ប្រហាត់ពីខុសទៅដោយសារគាត់ខ្លួនគាត់ក៏មិនអាចតំណោនភាសាអង់គ្លេសនៅបានច្បាស់លាស់ដែរដូច្នេះសម័យឥឡូវគឺយើងមាន smartphone ណាដូច្នេះបងប្អូនមានការមានដែលថាមានឱកាសច្រើននឹងរៀនឥឡូវខ្ញុំឧទាហរណ៍ឥឡូវយើងទៅអនឡាញឥឡូវវាថាយើងដឹងរៀនថាពាក្យណាមួយដែលយើងអត់ចេះអញ្ចឹងណាពាក្យណាមួយយើងអត់ចេះអានដូច្នេះមានន័យថាយើង
go online go to dictionary.com ហ្នឹងណាដូច្នេះយើងពាក្យណាមួយយើងទៅច្រកនេះគេហៅ dictionary.com ហ្នឹងណាខ្ញុំឧទាហរណ៍មួយឥឡូវពាក្យថាទីចុះឥឡូវពាក្យថាឥឡូវសូមបងប្អូនអានមើលពាក្យនេះដូច្នេះខ្មែរយើងអានពាក្យនេះទាំងអានថាម៉េច preposition ដូច្នេះអានអានឹងអត់ត្រូវ preposition អត់ទេអានមានន័យថា preposition ណាដូច្នេះហេតុអីបានយើងអានទៅព្រោះកាលណាយើងទៅ dictionary.com នេះយើងអាចមើលយើងអាចគេអាន pronoun ជាបានឥឡូវចាំស្ដាប់មើល preposition preposition ដូច្នេះនេះជាដោយសារយើងម្នាក់ៗមាន smartphone មាន telephone មាន tablet ដូច្នេះការអាននៅពាក្យមួយយើងអត់ពិបាកអានទេដូច្នេះយើងទៅអានថា preposition ដូច្នេះវាជួយយើង preposition ហើយម្យ៉ាងទៀតដែលខ្ញុំឲ្យយោបល់គឺថារៀនហ្នឹងមានន័យថា watch ណាមើលកាលណាយើង watch មើលទូរទស្សន៍ឬក៏ស្ដាប់អានមិនមែនថាយើងចេះតែស្ដាប់ឲ្យចោលទេយើងមើលគេរបៀបគេអានគេនិយាយណាហើយគេនឹងរៀនស្ដាប់កាលណាយើងស្ដាប់បានច្រើនយើងរៀនបានច្រើនដូច្នេះrecommendation ការណែនាំដែលខ្ញុំឲ្យចង់ឲ្យបងប្អូនរៀនគឺផ្នែកខាងទៅ website 2 3ចុះទី1គេហៅ NPR មួយណាអាហ្នឹងយើងមើលពាក្យណាដែលយើងខ្លាចយើងអត់ដឹងយើងមកមើលមកយើងយកមកទន្ទិញហើយ WBR នេះគឺផ្នែកប៉ុស្តិ៍រ៉ាឌីយ៉ូហើយរ៉ាឌីយ៉ូហ្នឹងមានហៅ podcast ហ្នឹងបើយើងចង់រៀនស្ដាប់យើង download ណាយើង download podcast មកហើយយើងយកមកស្ដាប់មកយើងអាចចូលច្រើនហើយម្យ៉ាងទៀតជាការបន្តមកទៀតគឺថាខ្ញុំឲ្យយោបល់មួយគឺថាយើងកុំពឹងពាក់លើផ្នែកខាងវិជ្ជាជីវៈខ្មែរ 100% ដូច្នេះបើចង់យើងរៀនឲ្យបានល្អគឺថាយើងមិនមានន័យថាវិជ្ជាជីវៈខ្មែរនឹងបកប្រែមិនត្រូវសោះទេដូច្នេះការដើម្បីឲ្យយើងរៀនភាសាអង់គ្លេសបានច្រើនយើងត្រូវបន្ទាប់ពីយើងចេះបានមួយចំនួនហើយយើងត្រូវរៀនមើលវិជ្ជាជីវៈជនជាតិវិជ្ជាជីវៈអង់គ្លេសដោយពាក្យថា preposition នេះមួយ any member of the class was found in many languages អាហ្នឹងគេបកប្រែអញ្ចឹងប៉ុន្តែឥឡូវខ្ញុំមិនបាច់បកប្រែគ្រាន់តែថាមានន័យថាគឺក្នុងតួជាវិជ្ជាករនោះអាហ្នឹង preposition ចាំខ្ញុំវិញ្ញាទៅក្រោយទៀតដូច្នេះមានន័យថាយើងរៀនបើចង់ឲ្យចេះច្បាស់លាស់គឺថាយើងត្រូវរៀនមើលនៅវិជ្ជាជីវៈជនជាតិគេវិជ្ជាជីវៈអង់គ្លេសដូច្នេះ dictionary.com ជា recommendation ដែលខ្ញុំឲ្យពាក្យណាក៏មានដែរអញ្ចឹងដូច្នេះយើងក៏ត្រូវបន្តខ្ញុំដើម្បីឲ្យនិយាយបានចិត្តកុំឲ្យនិយាយច្រើនពេកខ្ញុំនឹងបន្តទៅទៀតហើយខ្ញុំនឹងបំវែមកខាងក្រៅវិញដែលមានចំនួនថាហេតុអីបានជាខ្ញុំបានហាត់វិជ្ជាករឬក៏អង់គ្លេសខ្ញុំមកបានធ្វើការរៀបរាប់ឲ្យបានច្បាស់លាស់បន្តិចទៀតមូលហេតុដែលខ្ញុំបាទចង់បង្ហាត់ភាសាអង់គ្លេសហ្នឹងក្នុងគោលបំណងតែមួយគត់ទី1គឺជួយខ្មែរយើងណាវិជ្ជាជីវៈខ្មែរសំទុំនៃភាសាអង់គ្លេសវិជ្ជាជីវៈអង់គ្លេសគឺថាខ្ញុំបាទចង់ជួយខ្មែរយើងជួយឡើងរបៀបណាដូច្នេះភាគច្រើនយើងខ្មែរយើងអ្នកដែលក្រីក្រណាគ្នាអត់មានលុយរៀននៅភាសាអង់គ្លេសវិជ្ជាករឲ្យបានច្បាស់ដូច្នេះនេះជាការជំនួយមួយដ៏ធំជាមួយដ៏ធំយ៉ាងម៉េចដូច្នេះសម័យឥឡូវភាគច្រើនទោះបីយើងក្រយ៉ាងណាគឺយ៉ាងហោចណាស់គេថាមតិភាគច្រើនគឺប្រើ smartphone យើងអាច watch YouTube ដូច្នេះការ watch ដែលយើងនៅប្រើមក watch YouTube មើល YouTube ហ្នឹងគេថាទី1យើងដើម្បីឲ្យមានដូចថាផលប្រយោជន៍ក៏យើងរៀនជាភាសាអង់គ្លេសដូច្នេះខ្ញុំអាចថានិយាយថាឆ្លៀតឱកាសនេះដែលអាចមានមួយចំណែកទូដើម្បីជួយនៅបងប្អូនយើងដែលគ្នាមិនមានថវិកាដែលទៅរៀនឲ្យបានច្រើនតទៅមុខទៀតហើយក៏មិនមែនន័យថាខ្ញុំបាទនឹងបំបត្តិនៅគ្រូខ្មែរនៅស្រុកខ្មែរដែលគ្នាខំប្រហាត់យកថវិកាគឺយើងមិនអាចបាយភាសាអង់គ្លេសកាត់បាយភាសមិនអាចធ្វើការរំលងគេបានទេដូច្នេះការបង្ហាត់ផ្ទាល់វាល្អប៉ុន្តែបើសិនជាយើងមិនមានថវិកានឹងរៀនយើងអាចមករៀននៅតាមមើលទៅតាម YouTube ហ្នឹងដូច្នេះមិនមែនផ្ដាច់មុខមិនឲ្យគ្រូស្រុកខ្មែរហ្នឹងគេមិនអាចផាត់បានយើងត្រូវតែមានគ្រូបង្ហាត់ផ្ទាល់ខ្លួនគ្រាន់តែតើយើងមានសមត្ថភាពនឹងបងឲ្យគាត់អត់អញ្ចឹងណានេះជា YouTube ជាជំនួយមួយសម្រាប់យើងរៀនណា
ជាផលប្រយោជន៍មួយសម្រាប់សង្គមខ្មែរយើងផងហើយជាផលប្រយោជន៍មួយដែលយើងអាចឆ្លៀតឱកាសនេះតែប្រើតែយើងចំណាយលុយទិញរបស់ថ្លៃដូចជា iPhone អីហ្នឹងគឺថាយើងធ្វើម៉េចមានឲ្យមានផលប្រយោជន៍ដូច្នេះខ្ញុំក៏អាចឃើញទេឱកាសនេះតែអាចចំណាយពេលវេលាដើម្បីបង្ហាត់បងប្អូនហើយក៏ជារបៀបហៅ socialize ជាការតំណាក់តំណងខ្មែរយើងអញ្ចឹងខ្ញុំឆ្លងនឹងចូលនៅវគ្គចុងក្រោយនៃការ introduction របស់ខ្ញុំ get to the point មានន័យថារបៀបខ្ញុំបង្ហាត់គឺខុសពីគេថាមិននិយាយច្រើនគេថាមានន័យថាចង្អុលនៅចំណុចចំឡើយហើយរបៀបខ្ញុំបង្ហាត់ទៀតគឺ analyze មានន័យថាពេលបងប្អូនរៀនផ្នែកខាងវិជ្ជាករមានហ្នឹងគេថានាមគុណនាមអីហ្នឹងគេថាខ្ញុំគេថា analyze គឺការវែងញែកពីដើមដល់ចប់ repeat ដូចខ្ញុំថាទាំង repetition ដណ្ដើមនិងឲ្យឧទាហរណ៍ច្បាស់លាស់ហើយនឹង test knowledge មានន័យថាពីការដកពិសោធន៍ពីការធ្វើតេស្តខ្មែរយើងគេថានិយាយថាខ្មែរយើងក៏ប្រើពាក្យថា test ហ្នឹងដែរដូច្នេះដើម្បីឲ្យរៀនបានលៀនហើយនឹងឲ្យរៀនបានច្បាស់លាស់យើងត្រូវទៅរកចំណុចណាដែលឲ្យតែអាចរៀនឲ្យទៅស្រួលយល់ហើយនឹងរៀនបានច្រើនចឹងណាសង្ឃឹមថាការបង្ហាត់របស់ខ្ញុំបងប្អូននឹងអាចយកចិត្តធ្វើការយកចិត្តទុកដាក់និងរៀនដូច្នេះខ្ញុំអាចភាសាអង់គ្លេសគេថា guarantee ខ្ញុំ guarantee មានន័យថាខ្ញុំបានប្រងទេខ្មែរយើងប្រងទីអញ្ចឹងមិនសូវច្បាស់ដែរដូច្នេះជឿថាបងប្អូននឹងអាចយល់នៅវិជ្ជាករខ្មែរដូច្នេះ next video ដែលបងប្អូនសូមឲ្យបងប្អូនបន្តទៅទៀតគឺថា part of speech ដូច្នេះមានន័យថាយើងចូលសាច់រឿងបណ្ដោយសូមអរគុណក្នុងការ watching the first introduction ហើយម្យ៉ាងទៀតជាពាក្យចុងក្រោយរបស់ខ្ញុំគឺថាការបង្ហាត់នេះគឺថាភាគច្រើនខ្ញុំនឹងព្យាយាមនិយាយភាសាខ្មែរផងភាសាអង់គ្លេសផងដូច្នេះក្នុងការបង្ហាត់នេះមិនមែនជាបង្ហាត់ក្នុងការនិយាយទេប៉ុន្តែផ្នែកខាង grammar ប៉ុន្តែក្នុងរយៈពេលដែលខ្ញុំ analyze ហ្នឹងខ្ញុំបញ្ចូលនៅពាក្យភាសាអង់គ្លេសផងភាសាខ្មែរផងដើម្បីឲ្យយើងយល់ទាំងអស់គ្នាសូមអរគុណ